ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូទី1របស់ខ្ញុំសម្រាប់កម្មវិធីងងឹតកម្មវិធីនេះខ្ញុំបង្កើតឡើងដើម្បីនិទានអំពីរឿងអាមនុស្សនិងរឿងអំពីជំនឿផ្សេងបើសិនជាបងប្អូនចូលចិត្តបងប្អូនអាចចែករំលែកសាច់រឿងមកកាន់យើងខ្ញុំមកកាន់តាមរយៈ Telegram ខ្ញុំនឹងដាក់ link នៅខាងក្រោមជូនវីដេអូតើពួកយើងចាប់ផ្ដើមចូលសាច់រឿងហើយនេះគឺជារឿងពិតរបស់ខ្ញុំដែលកើតឡើងនៅក្នុងឆ្នាំ2010តែកាលនោះខ្ញុំរស់នៅទីក្រុងភ្នំពេញហើយនៅជិតផ្ទះរបស់ខ្ញុំមានគ្រួសារមួយដែលមានសមាជិកគ្នា4នាក់និងកូនប្រុសស្រី2នាក់2នាក់ប្តីប្រពន្ធរបស់គាត់ហ្នឹងគឺជាអ្នកធ្វើការហើយប្តីគាត់ធ្វើការពេលថ្ងៃប្រពន្ធរបស់គាត់ធ្វើការនៅពេលយប់ជារៀងរាល់យប់ពេលដែលប្រពន្ធគាត់មកធ្វើការវិញពួកគាត់តែងតែមានការឆ្លុះប្រកែកគ្នានៅពេលខ្លះឈានដល់ការវាយធ្វើអំពើហិង្សាតែมันមានជាអីធ្ងន់ធ្ងរទេគាត់តែវាយគ្នាតិចតួចហើយក៏ស្ងប់ស្ងាត់ទៅវិញទៅពេលយូរទៅអ្នកចិត្តខាងអ្នកចិត្តហ្នឹងក៏គិតថាវាជារឿងធម្មតាទៅហើយព្រោះពីអ្នកតែពន្ធគាត់ឆ្លោះគ្នារាល់ថ្ងៃអត់ឲ្យលុះគ្នាមួយថ្ងៃទេមានថ្ងៃមួយប្តីរបស់គាត់បានយកកូនទាំងពីររបស់គាត់ទៅផ្ញើនៅម៉ាក់របស់គាត់ដែលថៃតាយាយរបស់ចៅទាំងពីរហ្នឹងហើយអ្វីដែលនឹកស្មានម្ដងនោះគឺគាត់បានសម្លាប់ប្រពន្ធគាត់នៅក្នុងបន្ទប់ដែលមានអ្នកគេដឹងទេដោយសារតែនៅក្នុងផ្ទះរបស់គាត់ហ្នឹងមានតែគ្នាពីរនាក់ប៉ុណ្ណោះដល់ពេលចឹងទៅអត់មានអ្នកណាដឹងថាសាច់រឿងនៅក្នុងរឿងគាត់នឹងមានការឆ្លោះប្រកែកគ្នាឬក៏មានបញ្ហាអីផ្សេងដែលឈានដល់ការសម្លាប់បែបហ្នឹងគឺអត់មានអ្នកដឹងហើយកលែងមកមើលអ្នកចិត្តខាងវិញទាំងខ្ញុំទាំងគេឃើញពួកគាត់ស្ងាត់អត់មានការប្រកែកឆ្លោះគ្នាប្រហែលជា2យប់ពួកខ្ញុំក៏ថាបែរជាពួកគាត់លែងលះគ្នាឬក៏ទៅនៅផ្ទះផ្សេងមើលទៅបានជាអត់មានឃើញឆ្លោះគ្នាអញ្ចឹងណាព្រោះវាស្ងប់ស្ងាត់ខុសពីធម្មតាតែតាមពិតហ្នឹងគឺប្តីរបស់គាត់បានសម្លាប់ប្រពន្ធរបស់គាត់នៅក្នុងបន្ទប់ហើយគាត់រស់នៅជាមួយសាកសពប្រពន្ធគាត់តែស្លាប់ហ្នឹងគឺរយៈពេល2យប់ទៅថ្ងៃទី3នៅពេលដែលគាត់ពេលថ្ងៃឡើងគាត់ចេញទៅធ្វើការធម្មតាហើយពេលល្ងាចឡើងគាត់ត្រឡប់មកវិញគាត់មានហៅជាងហៅអីមកធ្វើនៅខាងមុខផ្ទះដែរប៉ុន្តែអត់មានអ្នកណាគេចាប់អារម្មណ៍ទេហើយនៅពេលដែលយប់ឡើងគាត់ក៏ចាក់សោពីខាងក្រៅហើយនឹងទុកម៉ូតូនៅខាងក្រៅផ្ទះហ្នឹងនៅពេលយប់ឡើងគឺគាត់បានចងកសម្រាប់ខ្លួនឯងនៅក្នុងកន្លែងផ្ទះបាយដែលមានអ្នកគេដឹងឡើយនៅពេលព្រឹកឡើងអ្នកចិត្តខាងក៏អត់មានអ្នកគេចាប់អារម្មណ៍ដែរព្រោះថាឃើញម៉ូតូនៅខាងមុខផ្ទះគាត់អញ្ចឹងហើយក៏ថាប្រហែលជាគាត់នៅក្នុងផ្ទះព្រោះជាទូទៅយើងពុកម៉ូតូនៅខាងក្រៅតើតែយើងនៅក្នុងផ្ទះដែរបើសិនយើងអត់នៅផ្ទះក៏យើងទុកនៅខាងក្រៅក៏អាចចោលលួចបានដែរតែនេះគេឃើញធម្មតាក៏អត់មានអ្នកគេចាប់អារម្មណ៍អីដែរលោដល់ពេលល្ងាចឡើងក៏អត់តន់ឃើញមកនៅចេញពីក្នុងផ្ទះមកទៀតពេលអញ្ចឹងអ៊ីដែលនៅចិត្តផ្ទះហ្នឹងគឺគាត់ឆ្ងល់ទៅក៏គាត់ដើរទៅមុខផ្ទះហ្នឹងហើយក៏ឃើញចាក់សោទ្វារពីខាងក្នុងហើយបន្ទាប់មកក៏គាត់អើតមើលទៅតាមអាប្រឡោះទ្វារហ្នឹងស្រាប់តែឃើញបងប្រុសហ្នឹងលេងជើងរបស់គាត់ហ្នឹងគឺផុតពីដីហើយអញ្ចឹងបានន័យថាប្រហែលជាគឺគាត់ចងកហើយនឹងជាអ្វីដែលគាត់បានប្រាប់ហើយបន្ទាប់មកគឺអ៊ីគាត់បានទៅខាងបងប្អូនរបស់ម្ចាស់ផ្ទះហ្នឹងដើម្បីឲ្យគាត់មកកាត់សោព្រោះចាក់សោខាងក្នុងអញ្ចឹងដល់ពេលដែលកាត់សោហើយគឺពេលដែលចូលទៅដល់ក្នុងផ្ទះហ្នឹងគឺអ្វីគ្រប់យ៉ាងគឺហួសពេលអស់ហើយតាមពិតពួកខ្ញុំចូលទៅហ្នឹងគឺអត់ដឹងថាប្រពន្ធរបស់គាត់ស្លាប់នៅក្នុងបន្ទប់ទេព្រោះចូលទៅហ្នឹងគឺគិតថាមានតែបងប្រុសហ្នឹងទេដែលស្លាប់តែចងកហ្នឹងហើយដល់ពេលដែលជួយតម្លាក់គាត់ចុះមកក្រោមហើយក៏ម្នាក់ក៏ឆ្ងល់ដែរថាហេតុអីបានអត់ឃើញប្រពន្ធគាត់ព្រោះរាល់ដងបើសិនជាពួកគាត់ឆ្លោះគ្នាមែនប៉ុន្តែពួកគាត់នៅតែជាមួយគ្នាហ្នឹងហើយក៏អត់មានអ្នកគេដឹងថាប្រពន្ធគាត់ស្លាប់ដែរស្រាប់តែដល់ពេលដែលតម្លាក់បងប្រុសហ្នឹងចុះមកក្រោមហើយសត្វតែមានក្លិនស្អុយពេលដែលមានក្លិនស្អុយបែបហ្នឹងបានម្នាក់នាំគ្នាសង្ស័យក៏នាំគ្នាបើកទ្វារបន្ទប់នឹងចូលទៅព្រះអើយគឺអត់គួរជឿថាប្រពន្ធរបស់គាត់គឺដេកស្លាប់នៅលើពុកហ្នឹងទាំងសភាពស្អុយរលួយខ្លាំងមែនទែនពេលហ្នឹងគឺអ្នកដែលខ្លាចគឺចេញមកក្រៅភ្លាមហ្មងពេលដែលឃើញសពប្រពន្ធគាត់ហើមខ្លាំងនៅលើពុកហ្នឹងបន្ទាប់មកខាងប៉ូលីសក៏គាត់មកធ្វើកសោវិច័យដើម្បីមកមើលតើហេតុការណ៍ហ្នឹងគឺវាមានរឿងអីកើតឡើងខ្លះប៉ុន្តែនៅពេលដែលប៉ូលីសមកពិនិត្យមើលហើយគឺជាក់ស្ដែងគឺប្តីរបស់គាត់ហ្នឹងបានសម្លាប់ប្រពន្ធគាត់ប្រហែលជា 2-3 ថ្ងៃហើយគាត់រស់នៅជាមួយសពប្រពន្ធគាត់ហ្នឹងរហូតដល់យប់ថ្ងៃទី3នេះគឺគាត់បានចងកសម្រាប់ខ្លួនឯងនៅក្នុងវិជ្ជក្រានបាយនេះគឺអត់មានអ្នកគេដឹងទេរហូតតែម្ដងល្ងាចអញ្ចឹងបានន័យថាគាត់សម្លាប់ប្រពន្ធគាត់ហើយគាត់ដេកអោបសាកសពប្រពន្ធគាត់រយៈពេលប្រហែលថ្ងៃហ្នឹងហើយបានគាត់សម្លាប់ខ្លួនទៅតាមក្រោយទៀតហើយពេលហ្នឹងក៏បងប្អូនគាត់រៀបចំធ្វើពិធីបុណ្យធ្វើអីតាមប្រពៃណីរបស់យើងទៅហើយក៏ស្ងប់ស្ងាត់បានបែរជាមួយថ្ងៃពីរថ្ងៃ
អានឹងគឺចូលមកដល់សាច់រឿងរបស់ខ្ញុំហើយនឹងម៉ាក់ខ្ញុំវិញជាទូទៅខ្ញុំហើយនឹងម៉ាក់ខ្ញុំជាអ្នកលក់បន្លែនៅផ្សារដំកហើយពួកខ្ញុំទាំងពីរនេះគឺតែងតែជិះម៉ូតូទៅផ្សារនៅពេលយប់នៅពេលដែលម៉ោង1ម៉ោងអីហ្នឹងគឺខ្ញុំទៅផ្សារហើយដើម្បីទៅកាត់អីវ៉ាន់យកមកលក់បន្តព្រោះម៉ាក់ខ្ញុំគាត់លក់បន្លែនៅផ្សារដំកហ្នឹងអញ្ចឹងខ្ញុំត្រូវជូនគាត់ទៅជារៀងរាល់យប់តាមពិតទៅកាលពីមុនពួកខ្ញុំជិះទៅផ្សារគឺជិះកាត់ផ្ទះនឹងរាល់ថ្ងៃតែនៅពេលដែលមានបញ្ហាហ្នឹងទៅក៏អត់ដែរបានជិះដែរតែថ្ងៃមួយហ្នឹងខ្ញុំក៏គិតថាគាត់ស្លាប់បានមួយអាទិត្យឯហ្នឹងហើយក៏យើងក៏អត់បានចាប់អារម្មណ៍ថាខ្លាចអីគាត់ដែរព្រោះតាំងពីគាត់ស្លាប់ទៅក៏អត់ដែរមានបញ្ហាអីដែរស្រាប់តែយប់ហ្នឹងខ្ញុំហើយនឹងម៉ាក់ខ្ញុំហ្នឹងគឺជិះម៉ូតូកាត់ទៅដល់មុខផ្ទះហ្នឹងស្រាប់តែមានអារម្មណ៍ថាដូចជាមានមនុស្សឈរនៅគៀនជាងនៅខាងមុខផ្ទះហ្នឹងមែនតើហ្មងគឺដូចជាមានអារម្មណ៍អញ្ចឹងហើយអ៊ុយនិយាយមកមានអារម្មណ៍ថាពើសបោខ្លាំងមែនតើគឺយើងគាត់ថាដូចជាមានមនុស្សនៅឈរមើលយើងពេលយើងជិះម៉ូតូមកហ្នឹងហើយស្រាប់តែខ្ញុំជិះដល់មុខផ្ទះហ្នឹងក៏មានក្លិនស្អុយខ្លាំងមែនតើគឺស្អុយមិនមែនស្អុយដូចស្អុយសម្រាមគឺស្អុយដូចរលួយអីចឹងហើយខ្ញុំនឹងម្ដាយខ្ញុំគឺស្អុយដូចគ្នាប៉ុន្តែពេលហ្នឹងគឺអត់មានអ្នកគេហ៊ាននិយាយអីទាំងអស់គឺនាំគ្នាជិះទៅផ្សារឲ្យលឿនហើយអត់មានអ្នកគេនិយាយអីទេប៉ុន្តែដឹងថាមានរឿងហ្នឹងក៏ដូចគ្នាមកបន្ទាប់ពីទៅដល់ផ្សារខ្ញុំក៏បានសួរម៉ាក់ខ្ញុំថាម៉ែមានឃើញអីដូចខ្ញុំអត់ព្រោះខ្ញុំឃើញថាមានសម្ោមានដូចមានមនុស្សប៉ុន្តែម៉ាក់ខ្ញុំក៏គាត់និយាយប្រាប់ថាគាត់អត់មានឃើញសម្ោទេប៉ុន្តែគឺគាត់ឃើញច្បាស់ហ្មងគឺឃើញបងស្រីដែលតែងតែឆ្លោះគ្នាដែលបានស្លាប់នោះគឺឃើញគាត់មុខគាត់អាក្រក់ខ្លាំងមែនតើហើយខ្លួនគាត់ហើមមួយមើលទៅគួរឲ្យខ្លាចហើយម៉ាក់ខ្ញុំគាត់ជាមនុស្សដែលអត់សូវចេះខ្លាចប៉ុន្តែគាត់ឃើញចឹងគឺគាត់ខ្លាចមែនតើហើយខ្ញុំនិងម៉ាក់ខ្ញុំគឺស្លុតហ្មងហើយឡើងញ័រខ្លួនអស់ហើយពេលហ្នឹងស្អែកឡើងពួកខ្ញុំក៏យករឿងហ្នឹងទៅប្រាប់គ្រូសារបស់បងប្អូនបងស្រីនឹងបន្ទាប់មកពួកខ្ញុំក៏សុំកម្មាទោសក៏ពួកខ្ញុំមានការលើសលួសអីដើម្បីឲ្យគាត់បានស្ងប់ដើម្បីឲ្យគាត់បានទៅចាប់ជាតិអញ្ចឹងព្រោះពួកខ្ញុំក៏អត់បានដែរទៅរករឿងមានការឈ្លោះប្រកែកគ្នាដែរព្រោះគាត់ខ្ញុំខុសមាត់ខុសកអីចឹងណាអញ្ចឹងនៅពេលដែលពួកខ្ញុំយករឿងនឹងប្រាប់គ្រូសាហើយខ្ញុំហើយនឹងម៉ាក់ខ្ញុំហ្នឹងគឺបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តហើយទៅកសលផលបុណ្យទៅឲ្យបងប្អូនបងស្រីហ្នឹងដើម្បីគាត់ទៅចាប់ជាតិថ្មីកុំឲ្យនៅវល់នឹងទៀតហើយតាំងពីពេលហ្នឹងមកគឺពួកខ្ញុំអត់ដែរបានឃើញពួកគាត់ទៀតដែរហើយក៏ស្ងប់ស្ងាត់ដែរក៏ប៉ុន្តែផ្ទះហ្នឹងគឺអត់មានអ្នកគេរស់នៅទេគឺចាក់សោចោលហើយអ្នកចិត្តខាងហ្នឹងគឺដឹងគ្រប់គ្នាប៉ុន្តែអត់ដែរមានបញ្ហាហេតុការណ៍អីទៀតទេហើយកន្លងមកទៀតគឺខ្ញុំហើយនឹងគ្រួសារខ្ញុំក៏បានបដូរទីលំនៅខេត្តវិញហើយតាំងពីពេលហ្នឹងមកក៏អត់ដឹងថាមានហេតុការណ៍អីទៀតដែរហើយក៏អត់ដឹងថាផ្ទះហ្នឹងមានគេរស់នៅឬក៏អត់ដែរប៉ុន្តែពួកខ្ញុំតែងតែទៅភ្នំពេញគឺអត់ដែរឃើញមានមនុស្សនៅក្នុងផ្ទះហ្នឹងទេគឺគេចាក់សោរហូតចឹងណាហើយអរគុណបងប្អូនអរគ្នាសម្រាប់ការស្ដាប់បន្តចុងវីដេអូនេះបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមទោសទុកខ្ញុំផងព្រោះនេះជាវីដេអូដំបូងរបស់ខ្ញុំជាមើលម្នាក់ដែលចូលចិត្តស្ដាប់រឿងខ្មោចប៉ុន្តែខ្ញុំអត់ដែរនិយាយប៉ុន្តែពេលនេះខ្ញុំចង់សាកល្បងក្នុងការបង្កើតវីដេអូនិយាយរឿងខ្មោចបែបហ្នឹងហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនចូលចិត្តសូមជួយចែករំលែកវីដេអូនេះហើយនិង comment សម្រាប់ការកែតម្រូវខាងក្រោមផងហើយបងប្អូនដែលមានសាច់រឿងដែលចង់ចែករំលែកមកកាន់កម្មវិធីរបស់ខ្ញុំបងប្អូនអាចឆាតមកខ្ញុំតាមរយៈ Telegram អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់បន្តចុងវីដេអូនេះហើយជួបគ្នានៅវីដេអូបន្ទាប់អរគុណ